នៅពេលដែលនិយាយពី server free តើគ្នាតែងតែនឹកឃើញទៅដល់ server មុនគេត្រូវអត់ Yes server អត្តណាគឺវា free រហូតយកតែម្ដងគ្រាន់តែវាអត់24ម៉ោងម៉ាស៊ីនវាក៏មិនអន់ដែរប៉ុន្តែនៅពេលដែលលេងនៅស្រុកខ្មែរយើងហ្នឹងគឺមានជាការ slow lag បន្តែតើគ្នាដែលថាតែ location គេហ្នឹងគឺអត់ត្រូវជាមួយស្រុកខ្មែររបស់យើងទេ server មិនកាន់នៅក្នុងស្រុកខ្មែររបស់យើងហ្នឹងភាគច្រើនគឺគេប្រើជាមួយនៅ server សិង្ហបុរីម៉ាឡេស៊ីក៏ដូចជាផ្សេងៗទៀតចឹងទៅដោយសារតែឥឡូវហ្នឹងគឺខ្ញុំឃើញថាកំណើនអ្នកដែលគាត់ចង់រៀនធ្វើ server ហ្នឹងគឺច្រើនមែនតើតើគ្នាប៉ុន្តែយកទៅធ្វើនៅ server អត្តណាហ្នឹងគឺវា slow បាក់លេងមែនតើអញ្ចឹងខ្ញុំបានទៅ research ឃើញជាមួយនឹង website មួយដែលអាចឲ្យតើគ្នាលេង server free រហូតគ្រាន់តែវាអត់24ម៉ោងទេប៉ុន្តែគឺវាមានជាមួយនឹង location សិង្ហបុរីតើគ្នាគឺអាមែនតើសំខាន់ server free ហ្នឹងគេ free ដល់ទៅ 4G អញ្ចឹងបើសិនជាតើគ្នាចង់រៀនធ្វើ server ឬមួយក៏ចង់លេងគ្នាឯងអីក៏មិនល្មមនឹងលេងបានដែរហើយមុននឹងចូលទៅដល់របៀបដែលយើងធ្វើតើគ្នាទិញ server 24ម៉ោងលេងតើគ្នាអាចមកទិញនៅគេស cloud hosting បានអាហ្នឹងជា hosting របស់ខ្ញុំតើគ្នានៅពេលដែលចូលទិញគឺយើងប្រើជាមួយនឹង KAQR បានអញ្ចឹងគឺងាយស្រួលមែនតើតោះយើងទៅមើលពីរបៀបបង្កើត server free ដល់គ្នាដល់គ្នាយើងចូលមកក្នុង Google មកហើយ search ពាក្យថា MC server host នៅពេលដែលចូលមកដល់ក្នុង website គេតើគ្នាបាច់គិតអីច្រើនទេយើងធ្វើការ sign up account មួយមកនេះចុចពាក្យ sign up ហើយយើងដាក់ជាមួយនឹងឈ្មោះរបស់យើង username ជាមួយនឹងemail address ហើយនឹង password តើគ្នា password ហ្នឹង2ដងដាក់ឲ្យត្រូវដូចគ្នាហើយកុំភ្លេចចុចសញ្ញាគ្រីសនៅខាងក្រោមហ្នឹងយើងចុចពាក្យ create account យកតែម្ដងនិយាយតែអាហ្នឹងគឺវាមាននេះបាទទេតើគ្នាស្តៀងតែអត្តនៈដែរហ្នឹងនេះនៅពេលដែលយើងបង្កើត account បានហើយហ្នឹងបាច់ទៅមើលអីញ៉ៃច្រើនទេតើគ្នាមើលពាក្យថា create a server នៅពេលដែលយើងចុចលើវាមកវានឹងចេញ plan គេមកច្រើនចុះណាតើគ្នាមានទាំងអាទិត្យមានទាំងខែមានទាំងឆ្នាំមានទាំងអាណាណៃពេញហ្នឹងតែយើងមិនបាច់ទៅខ្វល់មកពួកហ្នឹងទេអីដែលយើងត្រូវខ្វល់នេះគេកន្លែង free $0ហ្នឹងតែម្ដងតើគ្នាចុចលើវាមកចូលមកដល់កន្លែងនេះហ្នឹងតើគ្នាអាទី1គឺយើងធ្វើការដាក់ជាមួយនឹងឈ្មោះ server គ្នាយើងចង់ដាក់អីគឺដាក់ហ្នឹងមកសម្រាប់ខ្ញុំគឺដាក់ឈ្មោះថា me for you អីចឹងទៅចូលមកដល់កន្លែង step ទី2ហ្នឹងគឺជា subdomain គឺជា IP តើគ្នានេះគឺវាមានកតុយអីរបស់គេអញ្ចឹងទៅគឺមែនតើ free domain ទៀតចឹងតើគ្នាចង់ដាក់ឈ្មោះអីដាក់មកអាហ្នឹង IP យើងយកទៅដាក់លេងក្នុង game ណាអូខេបន្ទាប់ពីប៉ុណ្ណឹងហើយនេះតើគ្នា location នេះគឺសិង្ហបុរីយាយម៉ែនអើយគឺអាមយកហ្មងអាសិង្ហបុរីហ្នឹងណាបន្តមកទៀតមកចំណុចទី4ហ្នឹងគឺយើងធ្វើការរើសប្រភេទ Minecraft តើគ្នាចង់លេង Java រើស Java លេង Bedrock រើស Bedrock អីចឹងទៅនិយាយទៅដូចខ្ញុំថាអញ្ចឹងអាហ្នឹងគឺវា free ដូចអត្តនៈដែរប៉ុន្តែគ្រាន់តែវាល្អជាងត្រង់មាន location សិង្ហបុរីហ្នឹងហ្មងណាអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំធ្វើការរើសជាមួយនឹង Java ដោយសារតែខ្ញុំដាក់ Java Bedrock លេងជាមួយគ្នាបានអញ្ចឹងទៅខ្ញុំអត់ចង់ឲ្យលេងតែ Bedrock ទេតែបើសិនតើគ្នាចង់លេង Bedrock ទៅ Bedrock ទៅចូលមកខាងក្រោមនេះទៀតតើគ្នារើសជាមួយនឹង version game របស់យើងខ្ញុំធ្វើការយក 1.21.11 ទៅដោយសារតែស្រឡាញ់ version ហ្នឹងដែរតើគ្នាវាខ្ពស់មកល្មមហើយបន្តមកទៀតយើងចុចពាក្យថា launch server យកតែម្ដងហើយចាំវាមិនបន្តិចទៅវានឹង load ពាក្យថា go to dashboard ចឹងតើគ្នាចុចលើវាមកនៅពេលដែលយើងចូលមកដល់កន្លែងហ្នឹងនេះយើងធ្វើការឃើញជាមួយនឹង server របស់យើងហើយចឹងតើគ្នាចុចលើវាប៉ក់មួយមកហើយធ្វើការបើក server ចូលទៅតេស្តយកមកកន្លែងបើក server គឺនៅខាងគៀននេះតើគ្នាដោយសារតែខ្ញុំកាត់វីដេអូពី computer មកហ្នឹងគឺវាដាច់បាត់ហើយអញ្ចឹងគឺតើគ្នាមើលកន្លែង start នៅខាងគៀននោះចុចលើវាទៅវាចេញហើយអាពណ៌បៃតងហ្នឹងបន្ទាប់ពីវាធ្វើការបើក server តើគ្នាអាចមើល IP មិញណាបើសិនជាអត់ចាំលេខចុចកន្លែងហ្នឹងមកនឹងឃើញ IP យើងនៅត្រង់នេះហើយអញ្ចឹងយើងធ្វើការបើក game ចូលទៅមើលបងប្អូននេះយើងធ្វើការបើកមកហើយ add server វាយជាមួយនឹង IP មិញហ្នឹងដូចជា me for you all អូខេហើយនឹងកតុយ domain របស់គេតែតើគ្នាចាញ់មកហើយនេះមើល ping បានអូគឺអាមែនតែ location សិង្ហបុរីមែនលំទេឥឡូវយើងធ្វើការចូលទៅមើលតែម្ដងតែតើគ្នានៅពេលដែលយើងចូលមកដល់ក្នុង game ហ្នឹងគឺ ping smooth មែនតែតើគ្នាតែបើថាពួក wall ចូលមកធម្មតាវា generate ចឹងហើយយើងក៏អាចដាក់ OP បានតម្លាក់ file បានដូច server 24ម៉ោងអញ្ចឹងគឺមែនតែនឹងហើយជាមូលហេតុដែលខ្ញុំហ៊ាននិយាយថាហ្នឹងក៏វាល្អជាង server អត្តនៈតើគ្នាដោយសារតែ server អត្តនៈយើងអាច upload file ក្រៅចូលបានទេ download បានតែ plugin នៅក្នុង panel ហ្នឹងហើយ ping ក៏អត់ smooth ទៀតតានេះគឺ smooth មែនតើតើគ្នានិយាយមែនចុះបើសិនចង់រៀនធ្វើ server ឬមួយក៏ចង់លេង server free អីតើគ្នាទៅប្រើ hosting ហ្នឹងទៅតែបើថាចង់លេង server 24ម៉ោងហ្មងតើគ្នាមកមើលជាមួយនឹងគេស cloud hosting បានដែលជា hosting របស់ខ្ញុំតតែម្ដង location សិង្ហបុរីដូចគ្នាតើគ្នាហើយនិយាយពីធានាមក smooth ឲ្យយកហ្មង